សួស្តីអ្នកនរគ្នាថ្ងៃនេះមានភ្ញៀវដែលគាត់ជាពូម៉ាក់ខ្ញុំគាត់ឲ្យខ្ញុំទៅរៀបម៉ាស៊ីនឲ្យគាត់ដល់កន្លែងអញ្ចឹងខ្ញុំរៀបចំគ្រឿងដើម្បីទៅធ្វើឲ្យគាត់នៅប្រសិទ្ធនៅកន្លែងគាត់តែម្ដងចាំជួបគ្នាពេលខ្ញុំទៅដល់អញ្ចឹងអ្វីដែលយើងត្រូវរៀបចំដំបូងនេះត្រៀមជើងថតបតជាមួយនឹងខ្ចៅត្រៀមមួយខ្សែរឹតខ្សែកាត់ហើយអានេះគីឡូខ្ចៅជ្រក់អីយើងមានឆ្កឹះអានេះខ្ចៅ laptop យើងញ៉ៃតិចអត់ទាន់រៀបអីកន្លែងជាងកុំព្យូទ័រតែប៉ុណ្ណឹងហើយទល់ល្វីសខ្សែរឹតដាក់ខ្លីមួយទៀតកុំព្យូទ័រទល់ល្វីសទូចយើងត្រៀមទៅយើងយកទៅយកអស់នេះយើងដាក់តែប៉ុណ្្នឹងមកកាបូបខ្ញុំទៅធ្វើកុំព្យូទ័រយកដងមានប៉ុណ្្នឹងអាហ្នឹងធ្វើដល់ទីតាំងមួយទៀតអ្វីដែលសំខាន់គឺ flash នេះមានឈុតរបស់ខ្ញុំដៃមួយនេះមានអានេះ Windows 10អានេះ software អានេះដូចជា software ដែរដូចគ្នាអានេះ Windows 11និងMicrosoft Office 2021អញ្ចឹងយើងត្រៀមហើយយើងដាក់ទៅរៀបចូលកាបូបដាក់អានេះពីរនេះសិនចូលដូចស្ញងមកហើយខ្ញុំដាក់ប៉ុណ្ណឹងសអញ៉ៃនេះឥឡូវយើងចេញទៅហើយមិនមែនទៅម្នាក់ឯងទៅពីអ្នកម៉ាមីដែរត្រង់ថាទៅម្នាក់ឯងតែម៉ាមីខ្លាចយើងទៅលួចសាច់ចឹងឥឡូវបិទទ្វារទេបិទភ្លើងអស់ហើយចេញថតវីដេអូថ្ងៃដំបូងអៀនដែរតោខុសហើយសួស្តីអ្នកនរឥឡូវខ្ញុំបានមកដល់ហើយឡើងគាត់ឈ្មោះ PRS តាតូនតែឥឡូវអត់តាន់ចូលទេម៉ាមីគាត់ចោះទៅទិញនេះសិនទិញអីញ៉ាំសិនអញ្ចឹងខ្ញុំមកដល់ហើយតិចទៀតចាំជួបគ្នានៅកន្លែងគាត់ទាំងអស់គ្នានោះកន្លែងគាត់នៅមុខនោះបងប្អូនកន្លែងគាត់នៅមុខនៅក្រោយ D ហ្នឹង PRS តាតូ logo លឿងហ្នឹងអញ្ចឹងចាំជួបគ្នាទាំងអស់ចាំជួបទាំងអស់គ្នានៅនោះមួយពីរបីដូចដល់ហើយដោះម៉ាស៊ីនពីខេសសយកមកដាក់ខេសខ្មៅគឺដោះពីង្ហើ3យកមកដាក់ង្ហើ2ហ៎អាប់ដេតហើយនេះតែមកកាបូបហ្នឹងឯងចង់ set up Windows ក៏បានដូរ flash path ណាមួយក៏បានដែលបងប្អូនហើយខ្ញុំទៅនេះគឺគាត់ឲ្យខ្ញុំរើពីម៉ាស៊ីនចាស់របស់គាត់ទៅដាក់ទៅខេសថ្មីបើថាពីមុនគាត់ទៅដូរខេសហើយវាមានបញ្ហាឆ្លងបតបើទៅវាលុតឬក៏គាត់ថែម SSD ឬ hard disk បន្ថែមទៅគឺបើកអត់ចេញតែម្ដងអញ្ចឹងយើងទៅ check up ឲ្យគាត់ផងនិងផ្លាស់ប្ដូរខេសឲ្យគាត់ផងជួបគ្នាពេលខ្ញុំទៅដល់កន្លែងបាយបាយ